នៅក្នុងក្រុងភ្នំពេញនេះមិនមែនតែជាឥទ្ធិពលទៅលើវិស័យអចលនទ្រព្យតែមួយមុខទេគឺវាអាចនឹងជាឥទ្ធិពលច្រើនទៀតទៅលើសេដ្ឋកិច្ចទាំងមូលបាទបើយើងនិយាយឲ្យងាយស្រួលទៅគឺវាជាឥទ្ធិពលទាំងស្រុងទៅលើវិស័យសេដ្ឋកិច្ចបាទហើយនីមួយនៃវិស័យសេដ្ឋកិច្ចនេះគឺយើងអាចរាប់បញ្ចូលទាំងវិស័យចលនាទ្រព្យផងដែរហើយការជាឥទ្ធិពលល្អនៃការបើករៀនយន្តហោះថ្មីនៅក្នុងទីក្រុងភ្នំពេញនេះមិនមែនតែជាឥទ្ធិពលទៅលើវិស័យអចលនទ្រព្យតែមួយមុខទេគឺវាអាចនឹងជាឥទ្ធិពលច្រើនទៀតទៅលើសេដ្ឋកិច្ចទាំងមូលបាទអញ្ចឹងយើងអាចរៀបរាប់បានថាទី1នៅពេលដែលពលានយន្តហោះថ្មីបាននឹងចាប់ដើមដោយសារតែពលានយន្តហោះថ្មីនេះគឺជាពលានយន្តហោះអន្តរជាតិហើយមានទំហំធំដែលអាចអនុញ្ញាតឲ្យជើងហោះហើយនឹងឆ្លងទ្វីបបានអញ្ចឹងវានឹងអនុញ្ញាតឲ្យមានគេថាបើកចំហជើងមេឃកាន់តែខ្លាំងធ្វើឲ្យវិស័យទេសចរកាន់តែមានការកើនឡើងអ្នកដែលបានឆ្លងទ្វីបគេត្រូវការtransit ត្រូវការឲ្យច្រើនដំណើរការអញ្ចឹងពិបាករកជើងហោះតែពេលនេះអ្វីដែលយើងបើកចំហជើងមេឃដល់ពេលហោះធំអនុញ្ញាតឲ្យការហោះហើរបានមានន័យថាគាត់អាច direct flight ពីគ្រប់ប្រទេសដល់ឱកាសយើងអាចទាក់ទាញអ្នកធ្វើដំណើរមកចូលប្រទេសកម្ពុជាយើងមិនមែនតែ station ទេសូម្បីតែការ emergency ក៏ជាផ្នែកមួយសំខាន់ដែរជំរុញឲ្យមានការដោះដូរពាណិជ្ជកម្មរវាងប្រទេសដែលនៅឆ្ងាយយើងបានច្រើនជាងមុនដែលពីមុនយើងដឹកទៅតាមកប៉ាល់វាយូរអញ្ចឹងឥឡូវយើងមានជើងហោះហើរដែលអាចដឹកទំនិញច្រើនបានអញ្ចឹងវាអនុញ្ញាតឲ្យការដោះដូរពាណិជ្ជកម្មมันកាន់តែលឿនជាងមុនអញ្ចឹងអានេះក៏ជាផ្នែកមួយគេហៅថាជំរុញឲ្យវិស័យដោះដូរពាណិជ្ជកម្មជាមួយប្រទេសនៅអន្តរជាតិនេះកាន់តែច្រើនជាងមុនបាទហើយមិនត្រឹមតែប៉ុណ្្នឹងទេក៏វាជួយបង្កើតការងារនៅក្នុងតំបន់ក្នុងទីក្រុងភ្នំពេញហើយក៏ដូចជាប្រទេសកម្ពុជាដែរអញ្ចឹងកាលណាមានសកម្មភាពនឹងច្រើនធ្វើឲ្យមានការជួលមនុស្សឲ្យធ្វើការនៅក្នុងប្រលានហើយរីកដុះដាលជំវិញនៃប្រលានហ្នឹងក៏វាពាក់ព័ន្ធគ្នាក៏អាចជំរុញឲ្យមានការងារកាន់តែច្រើនដែរចុងក្រោយវាពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យដែរនៅពេលដែលមកដោះដូរពាណិជ្ជកម្មជាមួយនឹងយើងកាន់តែច្រើនវាបង្កើតឱកាសឲ្យមានការទិញលក់អចលនទ្រព្យជាពិសេសគឺនៅតំបន់ជិតៗហ្នឹងអញ្ចឹងតំបន់ជិតៗហ្នឹងគាត់បង្កើត ecosystem ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយ support ទៅនឹងអ្នកទេសចរឬអ្នកដែលធ្វើដំណើរពីប្រទេសក្រៅមកក្នុងប្រទេសកម្ពុជាយើងអញ្ចឹងធ្វើឲ្យតម្រូវការអចលនទ្រព្យហ្នឹងវារីកដុះដាល